4 មូលហេតុនេះធ្វើឲ្យស្ត្រីកើតមានមេរោគផ្សិតទៅនឹងតំបន់ភ្លាមមាសអញ្ចឹងសញ្ញាមេរោគផ្សិតបងប្អូនដឹងហើយក្រមាស់ក្តៅកាហាយផ្សាអញ្ចឹងមកដឹងមូលហេតុអ្វីបានបងប្អូនកើតមានមេរោគផ្សិតនេះពូកើតមេរោគផ្សិតនឹងគឺពិបាកខ្លាំងមែនទែនជាពិសេសគឺរមាស់ខ្លាំងអញ្ចឹងមូលហេតុទី1គឺកើតឡើងចំពោះស្ត្រីមានផ្ទៃពោះណាសម្រាប់មូលហេតុទី2ស្ត្រីដែលប្រើអង្គទីវីយូទឹកច្រើនថ្នាំផ្សះច្រើនធ្វើឲ្យគាត់មានបញ្ហាផ្សិតនេះដែរសម្រាប់ទី3អ្នកដែលគាត់កើតមានជំងឺទឹកនោមផ្អែមក៏គាត់មានបញ្ហាផ្សិតនេះហើយអ្នកកើតមានជំងឺទឹកនោមផ្អែមបូកសំជាមួយកើតមានមេរោគផ្សិតព្យាបាលអត់ងាយជាទេពិបាកក្នុងការថែទាំពិបាកក្នុងការដោះស្រាយខ្លាំងមែនទែនហើយសម្រាប់ទី4គឺអ្នកដែលមានប្រព័ន្ធភាពស៊ាំរាងកាយរបស់គាត់នឹងចុះខ្សោយខ្លាំងមែនទែនអញ្ចឹងហើយ4មូលហេតុនេះគឺធ្វើឲ្យស្ត្រីនឹងកើតមានមេរោគផ្សិតហើយពិបាកក្នុងការដោះស្រាយទៀតអញ្ចឹងបើសិនជាមានបញ្ហាផ្សិតចង់ដោះស្រាយចង់ថែទាំចង់ការពារកុំឲ្យបងប្អូនកើតមានបញ្ហាផ្សិតនេះតាក់ទងមកលេខ Telegram របស់ខ្ញុំឬក៏ឆាតចូល page ខ្ញុំខ្ញុំនឹងផ្ដល់ជាដំណោះស្រាយជូនដល់បងប្អូនទាំងអស់គ្នា